Số giấy hai niêm xong mà hai những pi đặc biệt xin của này upaco bị hit connect là lừa hit partner pro portalរបស់យើងមាន hit connect hit partner pro ចូលទៅក្នុង hit partner pro account នៅលើ portal ចុចលើ account ហើយចុចលើ link ជាមួយនឹង account របស់យើងអាច log in ដោយ scan QR code ក៏បានដែរបន្ទាប់ពីយើង log in រួចយើងចូលទៅ device គិនសនាយ page យើងអាចបើកផ្សាយឧបករណ៍បានឧបករណ៍នឹងបង្ហាញមកយើងដល់ពេលដែលគេចុច share ពី other ចុចលើឈ្មោះឧបករណ៍យើងអាច setting ដើម្បីកំណត់ size ឈ្មោះរបស់យើងបានឬមកក៏អាច set ជាពេលវេលានិង time zone បើសិនជាយើងមិនបានបង្កើត create size ទេយើងអាចលើក select លើឧបករណ៍តែម្ដងដែលឧបករណ៍នោះត្រូវបាន share រួចរាល់ពី hit connect មកហើយឧបករណ៍ដែលយើង select យើងអាច add ទៅ size ផ្សេងៗគ្នាផងដែរហើយ system នឹង automatic បង្កើត size ឲ្យយើងជាមួយនឹង username និង end user ក៏បានផ្ដល់ឲ្យយើងតាម hit connect របស់គាត់យើងក៏អាច add device ទាំងមូលចូលទៅក្នុង size របស់យើង system នឹងបង្កើត size ជូនយើងដែរនេះគឺជាឧទាហរណ៍ក្នុងការ add ឧបករណ៍ចំនួន3ចូលទៅក្នុង size របស់ Hit Partner Pro Portal ចុច finish ហើយយើង view នៅកន្លែងនេះយើងនឹងឃើញឧបករណ៍ដែលបាន add រួចរាល់ហើយនឹងឈ្មោះរបស់ user ទី2បន្ថែមឧបករណ៍ដែល synchronize ឧបករណ៍ជាមួយនឹង Hit Connect បង្កើត size ហើយចូលទៅក្នុងកន្លែង page របស់ size ចុចលើ add device ចុចលើ synchronize device ពី Hit Connect ធ្វើការ log in ជាមួយនឹង Hit Connect របស់យើងដោយការ scan QR code ឬក៏យើងអាច log in ជាមួយនឹងលេខកូដរបស់យើងផងដែរបន្ទាប់ពី log in រួចយើងទទួលបានឧបករណ៍ហើយយើងធ្វើដូចនៅជំហានដំបូងអញ្ចឹងនេះគឺជាឧទាហរណ៍មួយដែលយើងចុចឧបករណ៍ add ចុចលើ apply permission ពី Hit Connect account ចុចលើ synchronize នៅពេលលុបសញ្ញាយើងរួចរាល់ហើយអ្នក Hit Connect គាត់អាចទទួលបាន request របស់យើងគាត់ចុច approve ដើម្បីឲ្យយើងអាចទទួលបានឧបករណ៍នោះចូលក្នុង site របស់ Hit Partner Pro យើងបន្ទាប់មកនៅក្នុង site របស់យើងឃើញឧបករណ៍ដែលយើងបាន add Hit Connect មករួចរាល់ទីនេះ